លើទៅថាជាតិដែកមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះប៉ែននិយាយឡូវអញ្ចឹងតើសារៈសំខាន់ហ្នឹងវាសំខាន់របៀបម៉េចហើយសំខាន់អីខ្លះចាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងណែនាំឬមួយក៏នឹងបញ្យល់លម្អិតថាជាតិដែកវាមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះដល់កម្រិតប៉ុណ្ណាបងប្អូនស្ត្រីដែលគាត់ចង់ចាប់ផ្ដើមមានផ្ទៃពោះអ្នកខ្លះគាត់ចាប់ផ្ដើមញ៉ាំជាតិដែកតាំងពីគាត់ចាប់ផ្ដើមទម្ងន់ទៅម៉េះតែអ្នកខ្លះទៀតគឺគាត់ចាប់ផ្ដើមញ៉ាំមុនពេលដែលគាត់មានផ្ទៃពោះទៀតហើយអញ្ចឹងមកថាវាមានប្រយោជន៍អីខ្លះអ្នកខ្លះញ៉ាំមុនពេលមានផ្ទៃពោះហើយអ្នកខ្លះក៏ញ៉ាំក្នុងកំឡុងពេលមានផ្ទៃពោះហើយបែរតែនិយាយថាវាមានសារៈសំខាន់ចាអញ្ចឹងនៅកំឡុងពេលដែលយើងមុនមានផ្ទៃពោះគឺការដែលយើងញ៉ាំជាតិដែកហ្នឹងគឺការពីការពិការភាពពីកំណើតចាជាតិដែកហ្នឹងវាមានតាំងមិនមែនតែជាតិដែកមួយមុខទេណាបងប្អូនវាមានជាតិដែកនិងអាស៊ីតហ្វូលិកអញ្ចឹងដើម្បីបងប្អូនងាយយល់ជាតិដែកនិងអាស៊ីតហ្វូលិកហ្នឹងគឺយើងញ៉ាំដើម្បីជំនួយឬមួយក៏ការពារពិការភាពពីកំណើតខ្ញុំនិយាយផលប្រយោជន៍របស់វាទាំងពីរហ្មងណាការពារពិការភាពពីកំណើតពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រសាទនឹងឆ្អឹងខ្នងរបស់ទារកចាំពេលខ្ញុំដាក់រូបភាពបើសិនជាក្មេងខ្វះជាតិដែកគាត់នឹងមានបញ្ហាអីជាតិដែកនិងអាស៊ីតហ្វូលិកហ្នឹងចានេះជារូបភាពដែលក្មេងគាត់ខ្វះជាតិដែកនិងអាស៊ីតហ្វូលិកម៉ាក់ឬមកក៏ម្ដាយនេះគាត់អត់បានញ៉ាំឬមកក៏ជាតិដែករបស់គាត់នឹងអត់គ្រប់ធ្វើឲ្យគាត់មានបញ្ហាហើយមួយទៀតអាស៊ីតហ្វូលិកហើយជាតិដែកនោះគឺវាជួយបំពេញក្របឈាមសម្រាប់ឲ្យបងប្អូនស្ត្រីដែលគាត់ត្រៀមឬមួយក៏បំរុងយកកូនហ្នឹងណាឲ្យពេញគ្រប់លក្ខណៈនៅពេលដែលបងប្អូនមានផ្ទៃពោះបងប្អូនគាត់នឹងចាប់ផ្ដើមផលិតឈាមច្រើនណាស់អញ្ចឹងជាតិដែកគឺវាទៅជួយបង្កើតក្របឈាមដើម្បីបំពេញនៅក្របឈាមទៅចិញ្ចឹមឬមួយក៏ផ្គត់ផ្គង់គាត់លូតលាស់របស់កូនចាហើយចុះកំឡុងពេលមានផ្ទៃពោះការពារអីទៅអ្នកគ្រូអ្នកដែលគេញ៉ាំមុនពេលមានផ្ទៃពោះនោះវាការពារការពិការភាពចុះអ្នកដែលគាត់ញ៉ាំក្នុងកំឡុងពេលមានផ្ទៃពោះនៅក្នុងការដែលយើងញ៉ាំកំឡុងពេលមានផ្ទៃពោះហ្នឹងគឺវាជាការដែលត្រូវតែញ៉ាំពីព្រោះនៅពេលដែលខ្ញុំនិយាយមុនហ្នឹងចឹងនៅពេលដែលបងប្អូនចាប់ផ្ដើមមានផ្ទៃពោះតម្រូវការក្របឈាមនោះគឺច្រើនមែនតើដោយសារការផលិតឈាមនោះត្រូវគុណនឹង2ហើយដោយសារការដែលយើងចិញ្ចឹមកូនដែលត្រូវការលូតលាស់ហ្នឹងគឺត្រូវការដឹកជញ្ជូនសារជាតិចិញ្ចឹមគ្រប់យ៉ាងតាមរយៈក្របឈាមអញ្ចឹងនៅពេលដែលបងប្អូនខ្វះជាតិដែកឬមួយក៏អាស៊ីតហ្វូលិកក្នុងកំឡុងពេលមានផ្ទៃពោះធ្វើឲ្យកូនខ្សោយឬមួយក៏កូនអាចសម្រាប់មុនកំណត់អីអញ្ចឹងទៅអញ្ចឹងបានក្នុងកំឡុងពេលមានផ្ទៃពោះលើកទឹកចិត្តឲ្យបងប្អូនស្ត្រីក៏ញ៉ាំជាតិដែកបន្ថែមដើម្បីឲ្យបាន90គ្រាប់ដើម្បីបង្ការពីការកូនសម្រាប់មុនខែឬមួយក៏កូនលូតលាស់មិនពេញលក្ខណៈអាចគាត់មានទម្ងន់ទាបអីអញ្ចឹងទៅហើយមួយទៀតគឺសម្រាប់ជំនួយស្ត្រីពេលណាដែលបងប្អូនស្រីគាត់ត្រូវការផលិតឈាមច្រើនហើយគាត់ញ៉ាំជាតិដែកមិនគ្រប់អញ្ចឹងវាអាចប្រឈមមុខនឹងការខ្វះគ្រាប់ឈាមក្នុងកំឡុងពេលដែលគាត់សម្រាកអាចប្រឈមមុខនឹងការចាក់ឈាមអញ្ចឹងការញ៉ាំជាតិដែកក្នុងកំឡុងពេលមានផ្ទៃពោះគឺមានសារៈសំខាន់ណាស់ហើយកាលណាតែគ្រាប់ឈាមអត់គ្រប់អញ្ចឹងមានន័យថាពេលដែលបងប្អូនសម្រាកហើយតម្លាក់សុបហើយឈាមនោះគឺវារាវចឹងទៅវាធ្វើឲ្យគាត់ឈាមហ្នឹងវាហូរមកវាអត់មាននេះវាអាចទៅធ្លាក់ឈាមមកខ្លាំងយើងដឹងពីសារៈប្រយោជន៍នៃការញ៉ាំជាតិដែកហើយអញ្ចឹងលើកទឹកចិត្តបងប្អូនស្ត្រីទេពោះទៅជួបគ្រូពេទ្យឬមកក៏ព្យាយាមញ៉ាំជាតិដែកធ្វើម៉េចឲ្យបានគ្រប់90គ្រាប់ឬមកក៏លើសហ្នឹងក៏បានដែរទៅតាមការណាត់របស់គ្រូពេទ្យបើសិនជាបងប្អូនខ្វះគ្រាប់ឈាមគាត់ព្យាយាមញ៉ាំឲ្យគ្រប់ចាអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់ធ្លាប់មានបទពិសោធន៍មានផ្ទៃពោះឬមកក៏បងប្អូនស្ត្រីកំពុងតែមានផ្ទៃពោះហ្នឹងតើទទួលបានជាតិដែកប៉ុន្មានហើយគ្រប់ហើយនៅអាច comment ក្នុងវីដេអូនឹងបានហើយ share ចែករំលែកសម្រាប់បងប្អូនស្ត្រីផ្សេងទៀតដែលគាត់កំពុងតែមានផ្ទៃពោះហើយជួយកុំភ្លេចជួយ subscribe channel YouTube មួយដើម្បីទទួលបានព័ត៌មាននិងវីដេអូថ្មីៗចាអរគុណជួបគ្នាវីដេអូក្រោយ